ឥទ្ធិពលនៃចំនួនព្រំដែនកម្ពុជាថៃធ្វើឲ្យក្រុមហ៊ុន PTT ខាតបង់រហូតដល់ 60% ត្រៀមដកខ្លួនចេញពីកម្ពុជាទាំងស្រុងតែនេះជាទីបញ្ចប់នៃក្រុមហ៊ុនយក្សរបស់ថៃនៅក្នុងប្រទេសកម្ពុជាដែរឬទេក្រុមហ៊ុន PTT ដែលធ្លាប់តែមានអតិថិជនណែនតាមតាប់ពេលនេះបានប្រកាសជាផ្លូវការហើយថាខ្លួនកំពុងតែត្រៀមលក្ខណៈចាក់ចេញពីកម្ពុជាក្រោយពីការលក់បានធ្លាក់ចុះរហូតដល់ 60% ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតើអ្វីដែលធ្វើឲ្យក្រុមហ៊ុនធំមួយនេះដួលរលំត្រឹមរយៈពេលដ៏ខ្លីតោះមកដឹងរឿងរ៉ាវលម្អិតទាំងអស់គ្នានេះបើយោងតាមការចុះផ្សាយរបស់កាសែត Thai The Nation នៅថ្ងៃទី28ខែវិច្ឆិកានេះនាយកប្រតិបត្តិក្រុមហ៊ុន PTT លោកហ៊ីថងយ៉ៃបានចេញមុខមកទទួលស្គាល់ការពិតដ៏ជូរចត់មួយលោកបានវាយតម្លៃថាទីផ្សារកម្ពុជាពេលនេះបានក្លាយជាតំបន់ដែលមានហានិភ័យខ្ពស់បំផុតសម្រាប់អាជីវកម្មរបស់ខ្លួនលោកបានបញ្ជាក់ទៀតថាចាប់តាំងពីចំនួនព្រំដែនរវាងកម្ពុជានិងថៃបានផ្ទុះឡើងកាលពីចុងខែកក្កដាឆ្នាំ2025មកការលក់របស់ក្រុមហ៊ុន PTT បានធ្លាក់ចុះយ៉ាងគំហុកពីចន្លោះ50ទៅ60% ស្ថានីយ៍ប្រេងឥន្ធនៈដែលធ្លាប់តែមានមនុស្សច្រើនឥឡូវនេះបានបិទទ្វារជាបន្តបន្ទាប់ដោយនៅសល់ត្រឹមតែប្រតិបត្តិការត្រឹមតែ150ស្ថានីយ៍តែប៉ុណ្ណោះនៅត្រង់ចំណុចដែលគួរឲ្យចាប់អារម្មណ៍នេះគឺមានការធ្លាក់ចុះនេះមិនមែនជារឿងចៃដន្យទេគឺជាលទ្ធផលដោយផ្ទាល់ពីចរន្តជាតិនិយមក្រោយពេលដែលមានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃប្រជាជនកម្ពុជាហាក់ដូចជាបានធ្វើការឆ្លើយតបយ៉ាងស្ងៀមស្ងាត់តាមរយៈការងាកចេញពីផលិតផលរបស់គូភាគីជម្លោះសូមកុំភ្លេចថាក្រុមហ៊ុន PTT មិនមែនមានត្រឹមតែសាំងនោះទេនៅមានហាងកាហ្វេ Amazon និងសេវាកម្ម Jiffy ជាដើមការព្រមានដកខ្លួនរបស់ PTT អាចជាសញ្ញាដល់ក្រុមហ៊ុនថៃផ្សេងទៀតថាប្រសិនបើស្ថានភាពនយោបាយនិងព្រំដែននៅតែមិនស្រួលផលប៉ះពាល់សេដ្ឋកិច្ចនឹងកាន់តែធ្ងន់ធ្ងរជាងនេះលោក CEO របស់ក្រុមហ៊ុន PTT បានព្រមានចុងក្រោយថាក្រុមហ៊ុនអាចនឹងចាក់ចេញពីប្រទេសកម្ពុជាទាំងស្រុងប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅនេះបង្ហាញថាអំណាចរបស់អ្នកប្រើប្រាស់ខ្មែរគឺពិតជាមានឥទ្ធិពលខ្លាំងមែនទែននោះបងប្អូនវិញយល់យ៉ាងណាដែរចំពោះចំណាត់ការរបស់ PTT មួយនេះហើយតើការចាក់ចេញរបស់ PTT នឹងផ្ដល់ឱកាសអ្វីដល់ក្រុមហ៊ុនប្រេងឥន្ធនៈរបស់ខ្មែរសូមខមមិនមតិរបស់បងប្អូននៅខាងក្រោមសម្រាប់ព័ត៌មានលម្អិតខ្ញុំនឹងតាមដានជូនបងប្អូនបន្តទៀតសូមអរគុណបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេច Subscribe យើងនឹងជួបគ្នាជាមួយនឹងវីដេអូថ្មីបន្តទៀត